ចាចឹងអ្នកគ្រូសូមបន្តទៅលំហាត់អនុវត្តរបស់យើងបន្តទៀតចឹងកូនមើលនៅក្នុងលំហាត់នេះដែរគេឲ្យចូលកូនសរសេរចំនួនតាងផលបូកជាមួយនឹងក្របបាល់ខាងលើចឹងកូនដឹងហើយថាក្របបាល់ខាងនេះគឺមានចំនួនទាំងអស់ប៉ុន្មានចាចឹងក្នុងមួយប្រអប់មាន10 20ចឹង21 22ចឹងអ្នកគ្រូសរសេរចំនួនរំលេចទៅដល់ពណ៌ក្រហមនេះគឺ22បូកក្របបាល់ក្រហមនេះគឺមានចំនួន2ចឹងអ្នកគ្រូយក22បូកជាមួយនឹង2គឺស្មើនឹង20 24អញ្ចឹងផលបូកអ្នកគ្រូសរសេរជាចំនួន24ចាអញ្ចឹងនៅក្នុងពេលនេះគឺកូនត្រូវយកចំនួនក្របបាល់ខាងនេះស្មើហើយកូនបំពេញចំនួនណាចឹងឃើញចម្លើយកូនសរសេរចំនួននៅខាងនេះដូចគ្នាបន្តមកទៀតកូនដឹងទេតើក្របបាល់ខាងនេះមានចំនួនប៉ុន្មានចាបើកូនដឹងហើយកូនសរសេរចំនួនមកហើយបូកជាមួយនឹងក្របបាល់ក្រហមខាងនេះមានចំនួនប្រមាណកូនសរសេរជាចំនួនបន្ទាប់មកកូនយកផលបូកពីនឹងបូកបញ្ចូលគ្នាឃើញប៉ុន្មានកូនសរសេរជាចំនួននៅផលបូកកន្លែងផលបូករបស់យើងចាមួយចុងក្រោយនេះក្របបាល់ខាងនេះមានចំនួនប្រមាណសូមកូនសរសេរជាចំនួនហើយកូនយកវាទៅបូកជាមួយនឹង1អញ្ចឹងកូនសរសេរលេខ1មកហើយកូនបូកក្របបាល់ពីនឹងបញ្ចូលគ្នាឃើញប៉ុន្មានសូមកូនបំពេញចំនួននៅត្រង់កន្លែងនេះដែលគ្រូបានដាក់ឲ្យចា៎អ្នកគ្រូសូមបន្តលំហាត់របស់យើងបន្តទៀតនៅក្នុងលំហាត់នេះគឺគេឲ្យកូនគូគ្រីសលើចម្លើយមួយដែលជាចម្លើយត្រឹមត្រូវចា៎នៅក្នុងប្រអប់របស់យើងទាំងអស់មានចំនួនរហូតដល់ទៅប៉ុន្មានប្រអប់កូនទាំងអស់គ្នាចាគឺមានចំនួនរហូតដល់ទៅ4ប្រអប់ដែលក្នុង4ប្រអប់នេះចម្លើយត្រឹមត្រូវរបស់យើងគឺមានតែ1ប្រអប់ទេអញ្ចឹងសូមកូនមើលប្រអប់ទី1អ្នកគ្រូមាន21បូក4ស្មើនឹង25ចាកូនគិតមើលតើវាត្រឹមត្រូវអត់ចាគឺវាជាចម្លើយមួយដែលត្រឹមត្រូវបានអ្នកគ្រូដាក់សញ្ញាគ្រីសពណ៌ក្រហមបែបនេះអញ្ចឹងសូមកូនមើលមកប្រអប់បន្តទៀតហេតុអីបានជាអ្នកគ្រូអត់ដាក់សញ្ញាគ្រីសនៅក្នុងប្រអប់នេះដោយសារតែ22បូក4ស្មើនឹង25អញ្ចឹងចម្លើយរបស់យើងវាអត់ត្រឹមត្រូវទេខាងនេះដូចគ្នាដែរ21បូក3ស្មើនឹង25ក៏អត់ត្រឹមត្រូវដែរអញ្ចឹងបានជាហេតុដែលអ្នកគ្រូអត់ធ្វើអីនៅក្នុងប្រអប់នេះចា21បូក5ស្មើនឹង25ក៏វាមិនមែនជាចម្លើយដែលត្រឹមត្រូវដែរអញ្ចឹងនៅក្នុងប្រអប់នេះ4ប្រអប់ដូចគ្នាគឺកូនសូមធ្វើការគិតទាំងអស់គ្នាហើយគូគ្រីសទៅលើប្រអប់មួយណាដែលកូនគិតថាវាជាចម្លើយដែលត្រឹមត្រូវចាអញ្ចឹងអ្នកគ្រូសូមបន្តទៅទៀតប្រអប់ទី1នេះ21បូក5ស្មើ24ប្រអប់ទី2 22បូក3ស្មើ24ប្រអប់ទី3ស្មើនឹង20បូក4ស្មើ24ប្រអប់ទី4 23បូក2ស្មើ24អញ្ចឹងកូនត្រូវគិតមើលតើ4ប្រអប់នេះប្រអប់មួយណាដែលជាចម្លើយដែលកូនគិតថាវាត្រឹមត្រូវអញ្ចឹងកូនគូសសញ្ញាគ្រីសនៅក្នុងប្រអប់ដែលកូនគិតថាវាជាចម្លើយដែលត្រឹមត្រូវបន្តទៀតអ្នកគ្រូមាន4ប្រអប់ដែរអញ្ចឹងសូមកូនធ្វើការគិតដោយយកចិត្តទុកដាក់បន្ទាប់មកកូនគូគ្រីសទៅលើចម្លើយមួយណាដែលកូនគិតថាវាជាចម្លើយដែលត្រឹមត្រូវចា4ប្រអប់នេះនៅក្នុងប្រអប់ទី1 21បូក5ស្មើ26អញ្ចឹងកូនត្រូវគិតថាជាចម្លើយត្រឹមត្រូវឬមួយក៏អត់ប្រអប់ទី2 21បូក4ស្មើ26ប្រអប់ទី3 23បូក4ស្មើ26ប្រអប់ទី4 22បូក5ស្មើនឹង26អញ្ចឹងកូនសូមធ្វើការគូគ្រីសនៅលើប្រអប់មួយណាដែលកូនគិតថាវាជាចម្លើយមួយដែលត្រឹមត្រូវអញ្ចឹងអ្នកគ្រូសូមធ្វើការបន្តទៀតចាប្រអប់ទី1 25បូក4ស្មើ28ប្រអប់ទី2 23បូក6ស្មើ28ប្រអប់ទី3 26បូក2ស្មើ28ប្រអប់ទី4 21បូក6ស្មើ28អញ្ចឹងផលបូកមួយណាដែលធ្វើឲ្យចម្លើយរបស់យើងស្មើ28សូមកូនធ្វើការគិតហើយគូសសញ្ញាគ្រីសនៅក្នុង4ប្រអប់នេះដូចគ្នាដែរចាអញ្ចឹងសូមកូនគិតដោយយកចិត្តទុកដាក់ហើយកុំភ្លេចគូសញ្ញាគ្រីសនៅក្នុងប្រអប់ដែលកូនគិតថាវាជាចម្លើយត្រឹមត្រូវផងចាអញ្ចឹងអ្នកគ្រូសូមបន្តទៅទៀតចានៅក្នុងលំហាត់នេះគឺកូនត្រូវបានជួបដូចគ្នាគឺគេឲ្យកូនបំពេញចំនួនទៅក្នុងរង្វង់តាមគំរូដែលអ្នកគ្រូបានដាក់ឲ្យអញ្ចឹងកូនឃើញរង្វង់យើងទាំងអស់មានចំនួន3ប៉ុន្តែរង្វង់មួយដែលយើងអត់ទាន់បានបំពេញផលបូករបស់វាទេអញ្ចឹងអ្នកគ្រូសូមធ្វើការបង្ហាញនៅក្នុងប្រអប់មួយនេះ
ចំពោះរង្វង់នេះអ្នកគ្រូមាន21ចំពោះរង្វង់ខាងនេះអ្នកគ្រូមានចំនួន2អញ្ចឹងកូនយក21បូក2ទៅចា21បូក2គឺបាន23អញ្ចឹងអ្នកគ្រូសរសេរចំនួន23ដោយពណ៌ក្រហមអញ្ចឹងសូមកូនយកខ្មៅដៃដើម្បីបំពេញផលបូកទាំងអស់នេះជាមួយនឹងអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងកូនយក20បូក0ចាស្មើមែនសូមកូនបំពេញចា21បូក5ស្មើមែនសូមកូនធ្វើការបំពេញចម្លើយរបស់វា15បូក5ចាសូមកូនបំពេញ27បូក5បូក1ស្មើមែនសូមកូនបំពេញចា12បូក9ស្មើមែនចាកូនបំពេញថងកន្លែងនេះចា15បូក6ស្មើមែនសូមកូនបំពេញជាចំនួននៅខាងក្រោម18បូក6ចាកូនគិតបន្តិចថាស្មើមែនចឹងសូមកូនធ្វើការបំពេញចម្លើយនៅខាងក្រោមរង្វង់ណាអ្នកគ្រូអត់ទាន់មែនតែសេអីទាំងអស់មួយទៀត22បូក5ចឹងស្មើមែនកូនបំពេញចំនួននៅថងកន្លែងនេះចាអញ្ចឹងអ្នកគ្រូសូមបន្តទៅទៀតចាលំហាត់នេះដូចទៅបាញ់មិញដែរតែគ្រាន់តែម្ដងនេះអ្នកគ្រូដាក់រង្វង់វាចិត្តគ្នាចំនួន3អញ្ចឹងអ្នកគ្រូសូមលើកឧទាហរណ៍មួយ22បូក3 22បូក3គឺបាន25អញ្ចឹងអ្នកគ្រូសរសេរចំនួន25អញ្ចឹងសូមកូនយក21បូក6សូមកូនបំពេញចម្លើយចា20បូក4ចាឃើញមែនសូមកូនបំពេញផលបូកចម្លើយរបស់យើង23បូកនឹង2ឃើញមែនសូមកូនបំពេញចា26បូក1ស្មើមែនសូមកូនបំពេញថងកន្លែងនេះ21បូក4ចាសូមកូនបំពេញចម្លើយ25បូក4ចាកូនបំពេញចម្លើយដូចគ្នាមក16បូក5ចាអញ្ចឹងកូនបំពេញផលបូករបស់យើងចា20បូក0ស្មើមែនកូន26បូក0ចាអញ្ចឹងសូមកូនធ្វើការបំពេញចម្លើយ17បូក5ឃើញមែនសូមកូនបំពេញ23បូក4ស្មើមែនសូមកូនបំពេញខាងក្រោមនេះចាចុងក្រោយគេកូន25បូក3ស្មើមែនសូមកូនធ្វើការបំពេញចាអញ្ចឹងមេរៀនរបស់អ្នកគ្រូមានតែប៉ុណ្នេះទេអរគុណដល់បងប្អូនអ្នកព្យាបាលនិងកូនទាំងអស់គ្នាដែលបានស្ដាប់នៅអ្វីដែលអ្នកគ្រូបានបង្ហាញនៅក្នុងមេរៀននេះ